សួស្តីអ្នកទាំងអស់គ្នាខ្ញុំសាគូរ៉ាឥឡូវយើងនឹងមកបន្តសេះរឿង Blue Box របស់យើងនៅអេពីសូតបន្តដោយសារតែម្សិលមិញធ្វើការវឹកហាត់ពេញមួយថ្ងៃអញ្ចឹងហើយព្រឹកនេះម្នាក់ៗងើបឡើងគឺថាល្អូឈឺខ្លួនគ្រប់គ្នាហ្មងក្នុងពេលនោះដែរមានសិស្សប្រុសម្នាក់រើបានកបោបហើយថៃគីក៏បានដឹងថាកបោបនោះគឺជាកបោបរបស់ហ៊ីណាតែថាឥឡូវហ្នឹងហ៊ីណាឡើងឡានចេញទៅបាត់ហើយអញ្ចឹងហើយថៃគីមានតែរត់តាមឡានពេលដែលថៃគីរត់តាមឡានយកកបោបឲ្យហ៊ីណាហ្នឹងកន្លែងហ្នឹងឡើង sweet ហ្មងបើអ្នកដទៃគេមើលមកថាកន្លែងហ្នឹង K-drama បាត់ហើយបើកន្លែងមកមើលការវឹកហាត់នៅក្នុងថ្ងៃហ្នឹងវិញគឺថាអត់ឲ្យមានចាញ់ម្សិលមិញទេហាត់រួចដល់ម៉ោងញ៉ាំបាយថៃគីដាក់ឡើងពោចានអាយមិនឃើញហើយឡើងហួចចិត្តហើយថែមទាំងប្រាប់ថៃគីថាអត់មើលប្រុសស្អាតនៅកន្លែងនោះទេគេសង្ហាហើយញ៉ាំមានរបៀបរៀបរយទៀតតាំងពីអបិសក់សនឹងមកណាគេក៏ចាប់អារម្មណ៍ហើយសរសើរអបិនឹងថាខូលរហូតឆ្ងល់ហ្មងដល់អញ្ចឹងទៅថៃគីគេចង់ប្រច័ណ្ឌដែរតាថ្ងៃនេះនៅពេលដែលថៃគីបានចូលទៅបន្ទប់ផ្លាកអាក៏បានជួបនឹងឈីដោយចៃដន្យពេលនោះឈីបានចាប់អារម្មណ៍ទៅលើស្នាមរបួសនៅលើដៃរបស់ថៃគីដែលគេប៉ះកាលពីព្រឹកមិញហើយនាងក៏បានយកបងបិទដំបៅបិទឲ្យថៃគីឲ្យតែរបួសបានក្រាស់បិទឲ្យអញ្ចឹងថៃគីបាក់ដៃបាក់ជើងចោលទៅតែបាននិយាយគ្នាលេងបន្តិចភ្លាមនោះឈីក៏បានឃើញថាណាគីសាកំពុងតែរកនាងហើយពេលហ្នឹងណាគីសាក៏នៅជាមួយនឹងអបិសក់សនឹងដែរឃើញចេះថៃគីគ្នាអន់ចិត្តទៀតហើយចូលមកដល់រៀងប្រឡំបន្តិចថៃគីក៏បានដើរជួបជាមួយនឹង basketball team តែអត់ឃើញថាឈីនៅជាមួយពួកគេនោះទេថៃគីក៏បានសួរណាគីសាហើយនាងក៏បានឆ្លើយថាឈីសុំទៅរត់លេងនៅខាងក្រៅបន្តិចដោយនាងប្រាប់ថារត់នៅជិតៗនឹងទេហើយយប់បន្តិចនាងត្រឡប់មកវិញហើយឮថាឈីទៅរត់ម្នាក់ឯងថៃគីក៏រៀងបារម្ភដែរដោយសារតែម្ដុំនេះពួកគេអត់សូវស្គាល់ទេហើយណាមួយនៅលើភ្នំអញ្ចឹងវារៀងអត់សុវត្ថិភាពទេបើសិនជាឈីទៅរត់ម្នាក់ឯងក្នុងកំឡុងពេលនោះដែរអបិសក់សដែលថាជា basketball team ថ្មីហ្នឹងក៏បានមកនិយាយជាមួយថៃគីដោយគេបានសួរទៅកាន់ថៃគីថាជា fan របស់ឈីមែនសំខាន់ណាស់គេរៀបរាប់ពីឈីប្រាប់ថៃគីធ្វើដូចគេហ្នឹងស្គាល់ឈីច្បាស់អញ្ចឹងហើយចរិតរបស់គេចេញមកឡើងដូច boyfriend របស់គេហ្មងសូម្បីតែណាគីសាហ្នឹងក៏សួរអបិហ្នឹងដែរថាមិនក៏ធ្វើចរិតដូចសង្សាររបស់ឈីអញ្ចឹងបើថៃគីវិញនិយាយពីថាគុំអបិហ្នឹងយូរហើយឥឡូវមកនិយាយចឹងដាក់គេទៀតថៃគីខឹងអបិហ្នឹងឡើងចង់ចាប់ស៊ីសាច់ហ្មងក៏លេចមកមើលហ៊ីណានេះវិញយប់ហ្នឹងហ៊ីណាចាប់អារម្មណ៍ឃើញថាអត់ឃើញវត្តមានរបស់ថៃគីនោះទេនាងបានដើររកថៃគីគ្រប់កន្លែងហើយថែមទាំងបានទៅសួរខ្ជោទៀតតែខ្ជោក៏មិនប្រកាសថាថៃគីឥឡូវហ្នឹងនៅកន្លែងណាដែរចំណែកថៃគីវិញឥឡូវហ្នឹងគឺគាត់កំពុងតែចេញមករកឈីនៅខាងក្រៅនៅតាមផ្លូវថៃគីក៏បានសួរទៅកាន់អារម្មណ៍ខ្លួនឯងដែរថាការបារម្ភចំពោះឈីហ្នឹងក្នុងនាមជាអីប៉ុន្តែគាត់ក៏គិតថាបើសិនជាម្នាក់នឹងជាហ៊ីណាក៏គាត់ចេញមករកហ៊ីណាដូចគ្នាថៃគីបានប្រៀបធៀបអារម្មណ៍របស់គាត់ចំពោះហ៊ីណាហើយនឹងឈីចុងក្រោយគាត់ក៏បានរកឃើញថាទំនាក់ទំនងរវាងគាត់និងហ៊ីណាគឺវានៅត្រឹមតែជាមិត្តភក្តិល្អបងប្អូនល្អទោះបីជាមកដល់លើនេះគាត់ដឹងថាហ៊ីណាស្រឡាញ់គាត់ក៏ដោយតែបើចិត្តរបស់គាត់ចំពោះឈីវិញគឺវាមិនអញ្ចឹងនោះទេសម្រាប់គាត់ឈីគឺជាមនុស្សម្នាក់ដែលជំរុញកម្លាំងនិងផ្លូវចិត្តរបស់គាត់ឲ្យបានរឹងមាំទោះបីជាឈីមានអាយុច្រើនជាងគាត់មួយឆ្នាំក៏ប៉ុន្តែនាងស្អាតឆ្លាតមានការខិតខំប្រឹងប្រែងមានភាពតស៊ូនិងជំនះដើរតាមក្តីសម័យនិយាយទៅមានចំណុចដែលស្តៀងថៃគីច្រើនខ្លាំងមែនទែននៅតាមផ្លូវឃើញស្លាកសញ្ញាគ្រោះថ្នាក់ធ្វើឲ្យថៃគីកាន់តែបារម្ភជាមួយនឹងឈីខ្លាំងឡើងមិនយូរប៉ុន្មានថៃគីក៏បានទៅជួបជាមួយនឹងឈីនៅកន្លែងមួយដែលនាងកំពុងតែអៀវដូនចាស់ម្នាក់មើលទៅប្រហែលជាលោកយាយវែងហើយគាត់ឈឺជើអញ្ចឹងហើយឈីក៏បានជួយអៀវគាត់ត្រឡប់ទៅផ្ទះវិញថៃគីក៏បានជួយអៀវលោកយាយហើយទៅដល់ផ្ទះរបស់គាត់គ្រាន់តែទៅដល់ព្រាមក៏បានជួបជាមួយនឹងលោកតាហើយលោកតាបានប្រាប់ថាលោកយាយវែងតាំងពីល្ងាចគាត់ក៏ខំជីរោគលោកយាយដែរក៏ប៉ុន្តែគាត់រកអត់ឃើញសោះពេលនោះលោកយាយលោកតាក៏បានអរគុណអ្នកទាំងពីរហើយលោកយាយថែមទាំងបានសួរទៅកាន់ថៃគីថាថៃគីនឹងជាសង្សាររបស់ឈីមែនបន្ទាប់ពីបកស្រាយប្រាប់លោកយាយឲ្យអស់ហើយលោកយាយក៏បានឲ្យនំមកកញ្ចប់ទៅកាន់ឈីហើយលោកតាក៏បានជូនពួកគេត្រឡប់ទៅផ្ទះសំណាក់វិញនៅតាមផ្លូវឈីអត់បាននិយាយរកថៃគីសូម្បីតែមួយម៉ាត់មកអត់ដឹងថានាងកំពុងតែគិតអីគេទេពេលមកដល់បន្ទប់វិញថៃគីអត់មាននិយាយរកខ្ជិលអីម៉ាត់តែខ្ជិលក៏អាចស្មានដឹងថាថៃគីទើបតែមកពីរកឈីកាត់ចូលមកដល់ស្អែកឡើងនៅពេលដែលពួកគេកំពុងតែធ្វើការវឹកហាត់ហ៊ីណាជាមួយនឹងមិត្តភ័ក្តិរបស់នាងក៏បានចូលមកអើតមើលថៃគីមើលទៅពីមួយថ្ងៃទៅមួយថ្ងៃចំពោះហ៊ីណាកាន់តែស្រឡាញ់ថៃគីខ្លាំងឡើងលោកមិញអត់ដឹងថាគ្នាបារម្ភពីថៃគីខ្លាំងប៉ុណ្ណាឯងហើយសម្បីតែឥឡូវហ្នឹងឆ្លៀតមកមើលថៃគីទៀតបន្ទាប់ពីចេញពីនោះមិត្តភ័ក្តិរបស់ហ៊ីណាក៏បានប្រាប់ទៅកាន់ហ៊ីណាថារាល់កម្មវិធីបោះជំរំខាងសាលាគេនឹងមានកម្មវិធីបំពុះភ្លើងហើយកាលពីមុនណាមានសិស្សដែលគេស្រឡាញ់គ្នាគេទៅសារភាពស្នេហានៅមុខអាភ្នក់ភ្លើងនឹងអញ្ចឹងណានាងក៏គិតថាឲ្យហ៊ីណានឹងសុំចម្លើយពីថៃគីនៅពេលហ្នឹងតែហ៊ី
ហ៊ីណាក៏បានបដិសេធថានាងអត់ចង់បានចម្លើយនឹងទេគឺហ៊ីណាចង់ចាំរហូតដល់ថៃគីនឹងបាក់ចិត្តស្រឡាញ់នាងមិនយូរប៉ុន្មានកម្មវិធីចុងក្រោយរបស់សាលាក៏បានមកដល់គ្រប់គ្នាក៏បានចូលមកជួយរៀបចំក្នុងកម្មវិធីបំពុភ្នក់ភ្លើងនៅយប់នឹងក្នុងពេលរៀបចំនោះហ៊ីណាក៏បានឃើញថៃគីហើយរៀបថានឹងទៅលេងជាមួយថៃគីហើយប៉ុន្តែនាងក៏បានបញ្ឈប់ខ្លួនឯងវិញដោយសារតែពេលនោះនាងបានឃើញថៃគីសម្លឹងមើលឈីអត់ដាក់ភ្នែកទេតាមក៏ពិតទៅយប់មិញនៅពេលដែលថៃគីត្រឡប់មកវិញជាមួយនឹងឈីហ៊ីណាក៏បានឃើញពួកគេផងដែរការពិតទៅវាមិនជារឿងដ៏ចម្លែកអីទេតាំងពីដើមមកហើយដែលហ៊ីណាបានដឹងថាថៃគីលួចស្រឡាញ់ឈីនាងក៏ដឹងដែរថាបន្ទាប់ពីសារភាពប្រាប់ថៃគីហើយនឹងមានរឿងអីកើតឡើងតែហ៊ីណាតែងតែព្យាយាមគេចវេះពីអារម្មណ៍ឈឺចាប់ទាំងអស់ហ្នឹងរាល់ពេលដែលនាងបានញាស់ថៃគីហើយធ្វើឲ្យគាត់ភ័យឡើងក្រហមមុខពេលដែលនាងស្មៃថាថៃគីក៏ចាប់អារម្មណ៍មកលើនាងដែរហើយនឹងពេលវេលាល្អៗជាច្រើនទៀតដែលពួកគេស្និទ្ធស្នាលជាមួយនឹងគ្នាវាគឺជាពេលដែលហ៊ីណាបំភ្លេចមិនបានហើយនាងនឹងចាំទុកវាបើទោះបីជាថ្ងៃក្រោយទំនាក់ទំនងរបស់ពួកគេនឹងទៅជាយ៉ាងណាក៏ដោយហ៊ីណាតែងតែសម័យថាបើសិនជារឿងដែលសិស្សគ្រប់គ្នានិយាយដើមពួកគេជាការពិតតើអារម្មណ៍នោះវាបែបណាទៅពួកគេទាំងពីរប្រហែលជាអាចបដើគ្នាមកផ្ទះជាមួយគ្នាទៅញ៉ាំអីច្រៀងខារ៉ាអូខេមានរូបថតស្វីតជាមួយគ្នាឬក៏អាចកាន់ដៃគ្នាដើរបើរឿងទាំងអស់នេះជាការពិតនាងប្រហែលជាសប្បាយចិត្តហើយស្កប់ស្កល់ហើយយើងក៏ដឹងថាហ៊ីណានឹងសម្រេចចិត្តថារស់នៅជាមួយនឹងការស្មោះស្ម័យនឹងដល់ពេលណាទៀតដែរគិតបដាហ៊ីណាក៏បានទៅជួបជាមួយនឹងថៃគីពេលនោះថៃគីក៏បានឃើញស្លឹកឈើជាប់នៅលើសររបស់ហ៊ីណាគាត់ប្រាប់អ្នកបេះចេញដែរក៏ប៉ុន្តែហ៊ីណារកកន្លែងបេះអត់ឃើញទេអញ្ចឹងហើយពេលនោះថៃគីក៏ជួយបេះឲ្យនាងពេលនោះហ៊ីណាអត់បានបង្ហាញអារម្មណ៍សោកសៅដែលនាងមានទៅកាន់ថៃគីនោះទេតែនាងបែរជាធ្វើញាស់លេងជាមួយនឹងថៃគីដូចធម្មតាកាត់ចុះមកដល់យប់ឡើងគ្រប់គ្នាក៏បានមករាំលេងហើយនឹងឈរលេងនៅក្បែរភ្នក់ភ្លើងនឹងម្នាក់បានសម្រាប់ញ៉ាំអីឆ្ងាញ់ហើយបាននិយាយគ្នាលេងយ៉ាងសប្បាយរីករាយក្នុងកំឡុងពេលនោះដែរអាយ៉ាមេក៏បានគិតឃើញវិធីមួយទៀតដែរដោយនាងពិតជាចង់ជំរុញឲ្យហ៊ីណាជាមួយនឹងថៃគីឆាប់មានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងមែនទែនភ្លាមនោះនាងក៏បានដឹងថាថៃគីនឹងចូលទៅខាងក្នុងដើម្បីរកអាវក្រៅរបស់គាត់យកមកពាក់ដោយសារតែនៅកន្លែងហ្នឹងវាល្ងាពេកដោយឃើញថាអាកាសល្អមកដល់នាងក៏បានទៅរកហ៊ីណាហើយនាងក៏បានពឹងឲ្យហ៊ីណាជួយទៅយករបស់មួយមកឲ្យនាងនៅពេលដែលចូលមកដល់ខាងក្នុងហ៊ីណាក៏បានជួបជាមួយនឹងថៃគីគ្រាន់តែឃើញថៃគីនៅកន្លែងហ្នឹងភ្លាមហ៊ីណាក៏ដឹងច្បាស់ថានេះជាគម្រោងរបស់អាយ៉ាមេបាត់ហើយពេលនោះថៃគីក៏បានសុំខ្លួនថានឹងជួយរកហ៊ីណាពេលហ្នឹងពីអ្នកហ្នឹងរកមិនក៏រកអត់ឃើញដែរអត់ដឹងថាអាយ៉ាមេហ្នឹងទុករបស់ហ្នឹងនៅកន្លែងណាឯងដែលដឹងច្បាស់ហើយថាវាជាគម្រោងរបស់អាយ៉ាមេអញ្ចឹងហើយហ៊ីណាក៏បានមកឈរមើលគេរាំលេងពីខាងលើហ្នឹងទៅហ៊ីណាក៏បបួលថៃគីថាសូមនៅឈរមើលគេរាំពីលើហ្នឹងបន្តិចសិនថៃគីក៏បានយល់ព្រមហើយពីអ្នកហ្នឹងក៏បានទៅអង្គុយនិយាយគ្នាលេងតែថាបន្ទាប់ពីនិយាយលេងសើចអស់មួយសន្ទុះហើយពីអ្នកហ្នឹងក៏អស់អីនិយាយបន្ទាប់ពីស្ងាត់បន្តិចហ៊ីណាក៏បានសួរទៅកាន់ថៃគីថានៅយប់ដែលពួកគេលេងអាហ្គេមកាតកាលពីថ្ងៃមុនតើចម្លើយរបស់ថៃគីនឹងឆ្លើយយ៉ាងណាពេលហ្នឹងនាងគិតថាថៃគីប្រហែលជាប្រាប់គ្រប់គ្នាថាគាត់ស្រឡាញ់ឈីហើយហ៊ីណានិយាយបដាធ្វើដូចជានិយាយលេងសើចបដាក៏ប៉ុន្តែថៃគីដឹងច្បាស់ថានាងចង់មានន័យថាម៉េចបន្ទាប់ពីនោះហ៊ីណាក៏បន្តថាបើសិនជាថៃគីចង់ធ្វើបែបនោះក៏បានដែរព្រោះថានាងសន្យាជាមួយនឹងថៃគីហើយថានាងយល់ព្រមឲ្យថៃគីធ្វើអ្វីតាមតែគាត់ចង់ធ្វើចំពោះនាងតែងតែចង់ឃើញថៃគីសប្បាយចិត្តហើយនឹងទទួលបានអ្វីដែលគាត់ចង់បានព្រោះថាថៃគីគឺជាមនុស្សដែលនាងស្រឡាញ់ខ្លាំងឬពាក្យចុងក្រោយនេះហើយធ្វើឲ្យថៃគីកាន់តែធំស្ដាប់លេងកើតហើយនៅពេលដែលហ៊ីណាដើរចេញថៃគីក៏បានហៅនាងថៃគីក៏បានសុំទោសទៅកាន់ហ៊ីណាព្រោះថាទំនាក់ទំនងរបស់ពួកគេគឺមិនអាចលើសពីមិត្តភក្តិនឹងទេគាត់អាចដេតជាមួយនឹងហ៊ីណាទេឬហើយហ៊ីណារៀងកាំងតិចដែរក៏ប៉ុន្តែនាងសម្រួលអារម្មណ៍ហើយនាងក៏បានប្រាប់ទៅកាន់ថៃគីវិញថាបើសិនជាថៃគីអត់តន់ដេតជាមួយនឹងឈីអញ្ចឹងហើយថៃគីកុំតន់ប្រាប់ចម្លើយមកកាន់នាងអីនាងថាទោះបីជាឲ្យនាងចាំយូរប៉ុណ្ណាក៏អត់អីដែរគឺនាងនឹងមិនបន្ទោសថៃគីទេទោះបីជាហ៊ីណានិយាយចឹងក៏ដោយក៏ប៉ុន្តែថៃគីអត់អាចធ្វើអញ្ចឹងបានទេចាប់តាំងពីគាត់ដឹងថាហ៊ីណាស្រឡាញ់គាត់ក៏ពិបាកនឹងទៅចិត្តឈីដែរដោយសារតែគាត់មានអារម្មណ៍ថានៅពេលដែលគាត់ស្និទ្ធស្នាលជាមួយឈីនោះគាត់កំពុងតែធ្វើបាបផ្លូវចិត្តរបស់ហ៊ីណាមុនពេលដែលថៃគីនិយាយពាក្យចុងក្រោយដែលធ្វើឲ្យហ៊ីណាឈឺចាប់បំផុតនាងក៏បានទៅបិទមាត់ថៃគីព្រោះនាងអត់ចង់ឮពាក្យហ្នឹងទេឥឡូវនេះហ៊ីណាកំពុងតែចង់ធ្វើកង់ស្គូរបស់ថៃគីនាងអត់ចង់ឃើញថៃគីជួបអារម្មណ៍ដូចនាងនៅពេលដែលឈីបដិសេធជាមួយនឹងថៃគីអញ្ចឹងបើពេលនោះកើតឡើងមែនថៃគីក៏មាននាងនៅក្បែរម្នាក់ដែរតែពេលនោះថៃគីក៏បាននិយាយកាត់ហ៊ីណាដោយគាត់បានប្រាប់នាងថាគាត់អត់បដូរមនុស្សដែលគាត់ស្រឡាញ់នោះទេបើទោះបីជាឈីអត់ស្រឡាញ់គាត់ក៏ដោយមកឃ្លានេះធ្វើឲ្យហ៊ីណាឈឺខ្លាំងបំផុតហ្មងព្រោះទោះបីជា
ឈីអត់ស្រឡាញ់ថៃគីក៏ថៃគីអត់ស្រឡាញ់ហ៊ីណាវិញដែរបន្ទាប់ពីស្ដាប់ពាក្យនេះចប់ហ៊ីណាក៏យំខ្លាំងជាងមុនហើយនាងក៏បានរត់ចេញពីកន្លែងហ្នឹងនៅខាងក្រៅអាយ៉ាមេក៏បានឃើញស្ថានភាពរបស់ហ៊ីណាដែលរត់ចេញមកហើយនាងក៏បានទៅតាមមកដល់កន្លែងស្ងាត់ហ៊ីណាសែកយំយ៉ាងខ្លាំងហើយនាងនៅតែទន្ទិញពាក្យថាទោះបីជាគេអត់ស្រឡាញ់គ្នាក៏ដោយក៏គេអត់មកស្រឡាញ់នាងដែរទន្ទឹមជាមួយនឹងការឈឺចាប់របស់ហ៊ីណាថៃគីដែលនៅខាងលើឯនេះក៏អស់អារម្មណ៍សប្បាយដែរហើយឥឡូវហ្នឹងថៃគីក៏ដឹងថាខ្លួនឯងគួរតែធ្វើអីដែរជឿអត់មនុស្សគ្រប់គ្នាតែងតែព្យាយាមគេចពីការចាញ់និងការបាត់បង់តែអ្នកទាំងអស់គ្នាដឹងអត់នៅពេលដែលអ្នកទាំងអស់គ្នាកាន់តែពន្យាពេលនោះអ្នកទាំងអស់គ្នានឹងកាន់តែឈឺចាប់ហើយនឹងស្មុគស្មាញយូរដូចគ្នាតែបើសិនជាអ្នកទាំងអស់គ្នាដាក់ចិត្តនិងទទួលយកការពិតពេលនោះហើយរឿងល្អៗក៏នឹងចូលទៅរកអ្នកទាំងអស់គ្នាដូចគ្នាឧទាហរណ៍ដូចជាហ៊ីណាអញ្ចឹងទោះបីជានាងប្រាប់ខ្លួនឯងថានាងទទួលយកបានរឿងគ្រប់យ៉ាងក៏ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃគ្រប់យ៉ាងដែលហ៊ីណាបានឃើញគឺវាបានធ្វើឲ្យនាងឈឺចាប់កាន់តែខ្លាំងទៅចុងក្រោយរឿងដែលបំរុងនឹងកើតវានៅតែកើតឡើងដដែលបើចំពោះថៃគីវិញគាត់ក៏បានធ្វើខុសដែរប៉ុន្តែគ្រាន់តែគាត់អត់ចង់ឃើញហ៊ីណាឈឺចាប់ខ្លាំងជាងនឹងណាមួយគាត់ក៏អត់ចង់បាត់បង់ទំនាក់ទំនងដ៏ល្អរវាងពួកគេដែរហើយបើសួរថាគាត់ឈឺចាប់ហើយពិបាកចិត្តអត់នឹងហើយ 100% ថៃគីក៏ពិបាកចិត្តហើយនឹងឈឺចាប់ដូចគ្នាក៏ប៉ុន្តែគាត់ពិតជាអត់មានជំរឿផ្សេងឬក៏ផ្លូវផ្សេងដែលល្អជាងនឹងដែរក្នុងទំនាក់ទំនងស្នេហានឹងមួយគឺយើងអត់អាចបខំបានទេហើយយើងក៏អត់អាចឆ្ងល់ថាហេតុអីបានជាម្នាក់នេះអត់ស្រឡាញ់ម្នាក់នេះម្នាក់នោះមិនក៏ទៅស្រឡាញ់អ្នកនោះវិញទាំងអស់ហ្នឹងវាសុទ្ធតែជានិស្ស័យការគិតនិងបេះដូងរបស់មនុស្សផ្សេងគ្នាអញ្ចឹងយើងឈប់ឆ្ងល់ទៀតហើយបន្ទាប់ពីឃ្លាទំនាក់ទំនងមួយនឹងហើយថៃគីជាមួយនឹងឈីក៏បានដេតជាមួយគ្នាប៉ុន្តែអាការដេតហ្នឹងវាអត់ទាន់ formal ទេអញ្ចឹងហើយថៃគីជាមួយនឹងឈីគឺត្រូវចំណាយពេលវេលាជាមួយគ្នាច្រើនទៀតបានអាចឈានទៅដល់ដែលគេហៅថាជាសង្សារមួយគ្នានឹងឯអ្នកទាំងគ្នាអញ្ចឹងសាច់រឿង Blue Box របស់យើងក៏ត្រូវបានបញ្ចប់នៅត្រឹមហ្នឹងដែរហើយ admin ក៏អត់ទាន់នឹងដែរថាវានឹងចេញ season 2 នៅពេលណាឬក៏មាន season 2 ឬក៏អត់ admin ក៏អត់ទាន់ដឹងដែរ admin សង្ឃឹមថាអ្នកទាំងគ្នាអាចរៀនពីសាច់រឿង Blue Box នៅក្នុង season 1ហ្នឹងកន្លែងណាល្អអ្នកទាំងគ្នាអាចយកទៅអភិវឌ្ឍហើយកន្លែងណាអត់ល្អក៏បំភ្លេចវាចោលទៅជាចុងក្រោយ admin ក៏សូមអរគុណអ្នកទាំងគ្នាខ្លាំងមែនទែនចំពោះការតាមដានទស្សនាសាច់រឿងមួយហ្នឹងតាំងពីដើមរហូតដល់ចប់ចំពោះគ្នាយើងដែលចង់បានបតោងសោរបស់រឿង Blue Box ធ្វើជាអនុស្សាវរីយ៍អ្នកទាំងគ្នាអាចចូលទៅ check មើលក្នុង page Hasakura បានដោយបតោងសោហ្នឹងយើងមានដាក់រូបតួអង្គនៅក្នុងរឿងហ្នឹងហើយក៏មានឈ្មោះតួអង្គដែរមួយវិញទៀតបើសិនជាអ្នកទាំងគ្នាចង់ដាក់រូបខ្លួនឯងឬក៏ឈ្មោះខ្លួនឯងក៏អ្នកទាំងគ្នាអាចcommentបានដែរណាអញ្ចឹងadminមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងគ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ